ចឹងថ្ងៃនេះគឺយើងរៀនការសន្ទនារបស់យើងទី28អញ្ចឹងសូមឲ្យយើងបានប្រោតអារម្មណ៍រៀនទាំងអស់គ្នាខ្ញុំនឹងអានឲ្យ2ដង어서 오세요. 사과 좀 주세요. 얼마예요? 3개에 5,000원이에요. 맛있어요? 네, 아주 맛있는 사과예요. 그럼 10,000원어치 주세요. 어서 오세요. 사과 좀 주세요. 얼마예요? 3개에 5,000원이에요. 맛있어요? 네, 아주 맛있는 사과예요. 그럼 10,000원어치 주세요. អូខេអញ្ចឹងយើងអានបាន2ដងហើយឥឡូវសូមស្នៀមនឹងអានយឺតៗឲ្យអ្នកនរគ្នាថាតាម 어서 오세요. 사과 좀 주세요. 얼마예요? 3개에 5,000원이에요. 맛있어요? 네, 아주 맛있는 사과예요. 그럼 10,000원어치 주세요. បាទយើងអានរួចហើយឥឡូវយើងចូលទៅការបកប្រែអ្នកដែលចេះគឺដឹងអត្ថន័យនៃការសន្ទនាទី28ហើយប៉ុន្តែអ្នកដែលអត់ចេះយើងទៅចូលទៅបកទាំងអស់គ្នាអត់ចេះអីអ្នកចេះក៏ដោយយើងមើលទៅដើម្បីនឹងដឹងពីតិចនៃការបកបន្ថែមទៀតអីចឹងទៅអូខេអញ្ចឹងយើងមើលទាំងអស់គ្នាកន្លែងនេះ also seo មានន័យថាសូមស្វាគមន៍អញ្ចឹងពេលអ្នកទាំងគ្នាទៅកូរ៉េឬក៏អ្នកទាំងគ្នានៅខ្មែរក៏ដោយតែអ្នកទាំងគ្នាចង់ទៅភោជនីយដ្ឋានកូរ៉េគឺអ្នកដែលទទួលភ្ញៀវនៅកន្លែងហាងឬក៏អ្នកហ្នឹងហើយគឺគាត់តែនឹងនិយាយថា also seo មានន័យថាសូមស្វាគមន៍ឬក៏សួស្ដីអ្នកទាំងគ្នាអញ្ចឹងធម្មតាខ្មែរយើងអត់សូវប្រើពាក្យសូមស្វាគមន៍ទេតែតែសួស្ដីឬក៏ជម្រាបសួរអីចឹងទៅអញ្ចឹងយើងដឹងថា also seo ហ្នឹងជាពាក្យគួរសមឬក៏ជាពាក្យស្វាគមន៍ពេលដែលយើងចូលទៅតារាគាត់បាននិយាយថា Sakwa chum chuseo Sakwa មានន័យថាផ្លែប៉ោមឈុំមានន័យថាបន្តិច chuseo មានន័យថាសូមឲ្យអញ្ចឹងមានន័យថាម៉េចសូមឲ្យផ្លែប៉ោមបន្តិចម៉ែសូមឲ្យផ្លែប៉ោមបន្តិចមកឬក៏សូមឲ្យផ្លែប៉ោមមក Olmayo នេះគឺសួរតម្លៃតើតម្លៃប៉ុន្មានអ្នកនរគ្នាអញ្ចឹងពេលខ្លះភាសាកូរ៉េនិងភាសាខ្មែរយើងទោះបីជាវាអត់សូវត្រូវជាគ្រាក៏ពិតមែនក៏ប៉ុន្តែអ្នកនរគ្នាត្រូវដឹងស្ថានភាពដូចអ្នកខ្លះគេសួរថាផ្លែឈើនេះលក់ម៉េចអញ្ចឹងអ្នកនរគ្នាផ្លែឈើនេះលក់ម៉េចអញ្ចឹងភាសាកូរ៉េត្រូវនិយាយម៉េច Olmayo គឺសួរតម្លៃតើលក់ប៉ុន្មានអីចឹងទៅអញ្ចឹងអ្នកនរគ្នាអាចសួរអញ្ចឹងបានហ្នឹងគឺជាពាក្យដែលប្រយោគដែលសួរអញ្ចឹងអ្នកនរគ្នាអាចចំណាំទៅ Sakwa chum chuseo Olmayo ណែសូមឲ្យផ្លែប៉ោមបើតិចមកមិនថាកន្លែងហ្នឹងមិនសុំទៀនគេអ្នកនរគ្នាប៉ុន្តែភាសាកូរ៉េគឺគេនិយាយអញ្ចឹងទើបខ្ញុំបកប្រែមកជាអញ្ចឹងទៅតែធម្មតាខ្មែរយើងសម្រាប់អ៊ីមានផ្លែប៉ោមអត់របៀបអញ្ចឹងហ្មងអ៊ីមានផ្លែប៉ោមអត់ហើយផ្លែប៉ោមនោះលក់ម៉េចឬក៏តម្លៃប៉ុន្មានអីអញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាត្រូវដឹងដែរនៅក្នុងប្រទេសកូរ៉េគេប្រើពាក្យថា Sakwa chum chuseo នៅខ្មែរយើងគេប្រើពាក្យថាអ៊ីមានផ្លែប៉ោមអត់អីអញ្ចឹងទៅហ្នឹងយើងត្រូវដឹងដែរអូខេអញ្ចឹងបន្ទាប់មកទៀតអាជូម៉ូនីគាត់និយាយថាអាជូម៉ូនីនេះមានន័យថាអ្នកលក់ហ្នឹងគឺគេហៅថាមីងអាជូម៉ូនីហ្នឹងគាត់និយាយថា Seke Ochonwoniyeyo អញ្ចឹងក្នុង3ផ្លែអែនេះគេដាក់មានន័យថាក្នុងមានន័យថាតម្លៃគឺ5,000 វ៉ុនក្នុង3ផ្លែហ្នឹងអញ្ចឹងមានន័យថាក្នុង3ផ្លែហ្នឹងគឺតម្លៃ5,000 វ៉ុនយល់អត់ណែម្ដងទៀតអញ្ចឹង Seke Ochonwoniyeyo ក្នុង3ផ្លែគឺ5,000 វ៉ុនណែអញ្ចឹងតារាក៏សួរថា Masissoyo មានន័យថាឆ្ងាញ់អត់ Masissoyo មានន័យថាឆ្ងាញ់អត់ក៏សួរបញ្ជាក់ហើយអ្នកពីរអ្នកលក់ហ្នឹងក៏និយាយថាណែចាណែហ្នឹងបើស្អីគាត់យើងបកចាទៅណែចាអាជូម៉ាស៊ីតនឿនសាខ្វាយអូអាជូនេះមានន័យថាណាម៉ាស៊ីតនឿនម៉ាស៊ីតតាហើយសាខ្វានេះប៉ុន្តែអានេះគេលុបដាចោលដាក់នឿននេះមានន័យថាគឺផ្លែប៉ោមដែលអាហ្នឹងមានន័យថាបាត់ដែលយើងនឿនហ្នឹងមានន័យជាឆ្នាប់ដែលរបស់វិជ្ជករដែលបញ្ជាក់ថាផ្លែប៉ោមហ្នឹងគឺផ្លែប៉ោមដែលឆ្ងាញ់ណាស់ឬក៏ដែលឆ្ងាញ់ខ្លាំងណាស់អញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺជាឆ្នាប់ដែលវេយ្យាករណ៍ហ្នឹងអ្នកនរគ្នាអត់ទាន់ហ៊ានដល់ទេប៉ុន្តែយើងចំណាំតិចទៅអញ្ចឹងយើងបកសរុបមកណែចាគឺផ្លែប៉ោមដែលឆ្ងាញ់ណាស់ឬក៏ដែលឆ្ងាញ់ខ្លាំងណាស់អាជូហ្នឹងមានន័យថាណាស់ឬក៏ខ្លាំងណាស់បន្តមកទៀតតារាក៏និយាយថាគឺរ៉មមានន័យថាអញ្ចឹង10,000원어치 주세요. 그럼 10,000원어치 주세요. អញ្ចឹងសូមឲ្យគ្រប់10000មកចឹងវាអញ្ចឹងខ្មែរយើងអញ្ចឹងសូមឲ្យគ្រប់10000មកអឈីហ្នឹងអញ្ចឹង 그럼 10,000원어치 주세요. អញ្ចឹងសូមឲ្យគ្រប់10000 វ៉ុនមក
អូខេអញ្ចឹងយើងបានដឹងពីការសន្ទនាហើយយើងក៏ដឹងបានអត្ថន័យនៃការសន្ទនាទី28រួចហើយឥឡូវយើងនឹងចូលអានទាំងអស់គ្នាពីរដងទៀតហើយយើងនឹងបញ្ចប់ការសន្ទនារបស់យើង어서 오세요 사과 좀 주세요 얼마예요? 3개에 5,000원이에요 맛있어요? 네 아주 맛있는 사과예요 그럼 10,000원어치 주세요 마당 띠 어서 오세요. 사과 좀 주세요. 얼마예요? 3개에 5,000원이에요. 맛있어요? 네, 아주 맛있는 사과예요. 그럼 10,000원어치 주세요. បាទអញ្ចឹងការសន្ទនារបស់យើងដល់ទីបញ្ចប់ហើយយើងអានបានពីរដងហើយអញ្ចឹងការសន្ទនានេះយើងសង្ឃឹមថាអ្នកនរគ្នាចាំពីChuseo ឬក៏យើងស្នើយើងទិញអីយើងនិយាយថាChuseo ឬក៏យើងនិយាយសួរតម្លៃយើង Olmaeo អញ្ចឹងទៅហើយពេលដែលគេនិយាយមកវិញក្នុងប្រមាណតម្លៃប្រមាណអ្នកនរគ្នាដឹងដែរបន្តមកទៀតសួរគេឆ្ងាញ់អត់ឬក៏មិនដែរអ្នកនរគ្នាអាចសួរអញ្ចឹងបានហើយបន្តមកទៀតអ្នកនរគ្នាអាចចេះនិយាយឲ្យប្រគ្រប់លុយ 10000 អីចឹងទៅអញ្ចឹងសង្ឃឹមអ្នកនរគ្នាយល់ការសន្ទនាមួយនេះហើយនឹងប្រើបានផងដែរអ្នកដែលនៅកូរ៉េសូមព្យាយាមប្រើភាសាកូរ៉េបានច្រើនតាមសន្ទនាលើកទឹកចិត្តអ្នកដែលទៅប្រទេសកូរ៉េសូមអ្នកនរគ្នាបាននិយាយកូរ៉េបានច្រើនព្រោះអីយើងនៅកូរ៉េនៅស្រាប់ដូច្នេះជាឱកាសរបស់យើងហើយអញ្ចឹងយើងអាចសន្ទនាបានច្រើនអញ្ចឹងយើងមកវិញអាចធ្វើជាអ្នកបកប្រែឬក៏ធ្វើជាគ្រូបង្រៀនបានដែរអូខេអញ្ចឹងយើងទៅអញ្ចឹងយើងចប់ត្រឹមហ្នឹងហើយនេះជា page រៀនភាសាកូរ៉េអ្នកនរគ្នាអាចចុះឈ្មោះរៀនតាមអនឡាញជាមួយSamតាម page នេះក៏បានឬក៏អ្នកនរគ្នាអាចចូលសួរព័ត៌មានអីក៏បានដែរអ្នកនរគ្នាអាចសួរបានSamនឹងព្យាយាមឆ្លើយហើយសូមជួយ subscribe នៅ channel YouTube របស់សុន Sanim ផងហើយសូមអរគុណខំសាហាមីដា thank you ជួបគ្នានៅវីដេអូក្រោយហើយសូមជួយគាំទ្រផងការគាំទ្ររបស់អ្នកនរគ្នាអាចបន្តនៅដំណើរកម្មវិធីបង្រៀន YouTube នេះទៅកាន់អ្នកនរគ្នាបានផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ